ឥឡូវនេះត្រូវលើព្រះធម្មកតិកាចារគឺព្រះមហាផុនភក្តីណាំចាស់ដើម្បីត្រៀមបានសម្ដែងរៀបរាប់នៅក្នុងអត្ថន័យខ្លឹមសារនិងសារៈប្រយោជន៍ថាតើពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះមានអត្ថន័យមានខ្លឹមសារមានប្រយោជន៍ណាសំខាន់អ្វីខ្លះនឹងចំពោះសង្គមជាតិខ្មែរយើងទាំងមូលកណាសូមរតនាឲ្យសមល្មមតាមកាលវេលាអាចស្ដាប់បានសូមអនុមោទនាសាធុសាធុសាធុអ្នកមត្ថុរតនតយស័កខ្ញុំបកណាំចាស់សូមលើកកំបងគង់អញ្ជលីគ្រប់និងនមស្ការចំពោះប្រជុំ3នៃបត្រៃរដ្ឋដោយសេចក្តីគិរវៈជ្រះថ្លានិងសូមលំអរលំអរកាយក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះកមហាសង្ឃរាជាទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះមន្ត្រីសង្ឃគ្រប់ព្រះឋានានុក្រមសូមចម្រើនពរចំពោះញោមញាតិពុទ្ធបរិស័ទទូស័ព្ទបរិសប្រុសស្រីទាំងអស់ដែលបានគោរពនឹងយើងអញ្ជើញចូលរួមព្រះសន្តាប់និងស្ដាប់យកនៅឲ្យជារោគនៃពធនេះវេលាឱកាសគ្រានេះដែលឡែកថ្ងៃនេះខ្ញុំកណ្ណាធម៌ភាពបានឱកាសចូលរួមចំណែកក្នុងការបកស្រាយរាយសង្គាជាសេចក្តីនៃអត្ថន័យនៃពធដោយពាក់ព័ន្ធទៅនឹងកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងក្រោមគំនិតផ្ដុសផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការសាសនានិងលោកជំទាវរួមជាមួយនឹងឯកឧត្តមរដ្ឋលេខាធិការលោករដ្ឋលេខាធិការឯកឧត្តមអ្នកញ្ញាលោកជំទាវអស់លោកលោកស្រីញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានយល់និងដឹងនៅក្នុងកិច្ចកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងដែលយើងតែងតែប្រារព្ធនិងប្រព្រឹត្តធ្វើរៀងតាំងពីដើមមករហូតតាំងពីមុនសម័យនគរធំរហូតដល់សម័យបច្ចុប្បន្ននេះឥឡូវនេះចូលដល់ខ្ញុំកណ្ណាធម៌ភាពដោយព្រះអង្គគ្រូព្រះអង្គឲ្យលើកអំពីអត្ថប្រយោជន៍នៃពិធីបុណ្យចូលឆ្នាំតើពិធីបុណ្យចូលឆ្នាំនឹងយើងប្រារព្ធនៅពិធីបុណ្យចូលឆ្នាំដែលខំប្រឹងស្វាស្វែងខ្នះខ្នែងគ្រប់ភូមិស្រុកទាំងអស់គ្រប់ទីវត្តអារាមទាំងអស់ឲ្យទៅដល់ខែមន្តសន្ទរដូវចូលឆ្នាំថ្មីយើងយកតាមសុរិយគតិចាប់ពីខែ4ខែមេសាមកខែចែកនេះជាខែទី1គឺប្រារព្ធនៅកម្មវិធីបុណ្យចូលឆ្នាំគ្រប់វត្តអារាមទាំងអស់អត់មានវត្តណាមួយអត់ប្រារព្ធគ្រប់វត្តហើយសួរថាហេតុអីបានយើងត្រូវប្រារព្ធនៅកិច្ចកម្មវិធីបុណ្យចូលឆ្នាំដោយសារតែហេតុទាំងឡាយ7យ៉ាងវែង7ប៉ុន្តែសរុបឲ្យខ្លីនៅតែ4នេះសំខាន់ចាំកត់ត្រាទុកណាញាតិញោមណូតទុកផងទី1គឺដើម្បីបណ្ដុះនៅគំនិតស្មារតីរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឲ្យចេះមានភាពសាមគ្គីធម៌រវាងគ្នានឹងគ្នាសំខាន់ណាទី1ទី2ដើម្បីអនុគ្រោះដល់ព្រះភិក្ខុសង្ឃលោកចូលសាងភ្នោះបុស្សជាបព្វជិតក្នុងព្រះសាសនាដល់ទៅទី3គឺដើម្បីថែរក្សាទំនៀមទម្លាប់បវេណីពីបុរាណមកដល់ទី4គឺដើម្បីបុណ្យដើម្បីកុសលផលទាំងអស់នេះមកដល់ខ្លួនយើងផងនិងដើម្បីបុណ្យដើម្បីកុសលផលទាំងអស់នោះដល់បុព្វការីជនរបស់យើងផងការប្រារព្ធនៅពិធីបុណ្យចូលឆ្នាំនេះទី1ហ្នឹងគេដើម្បីឲ្យបណ្ដុះចិត្តគំនិតប្រជាពលរដ្ឋទាំងអស់ឲ្យមានភាពសាមគ្គីរវាងគ្នានឹងគ្នាឲ្យចេះធ្វើបុណ្យជាមួយគ្នាសាមគ្គីគ្នារួបរวมគ្នាស្រឡាញ់គ្នាមកបំពេញបុណ្យធ្វើបុណ្យសន្សំកុសលនឹងរួមគ្នាទាំងអស់ឃើញពិធីបុណ្យចូលឆ្នាំមានអ្នកផ្ដើមបុណ្យចូលឆ្នាំទេខ្ញុំចាស់មានទេអត់មានទេដើមបុណ្យគ្រប់គ្នាទាំងអស់បរិស័ទទាំង4ទិសមកជួបជុំគ្នាហ្នឹងអត្ថន័យទី1ផលប្រយោជន៍ទី1គឺដើម្បីបណ្ដុះចិត្តគំនិតប្រជាពលរដ្ឋទាំងអស់ហ្នឹងឲ្យចេះសាមគ្គីគ្នាឲ្យចេះរួបរวมគ្នាស្រឡាញ់គ្នាបំពេញបុណ្យធ្វើបុណ្យគ្រប់គ្នាទាំងអស់នឹងខ្លីៗតាមពេលវេលាដល់ប្រយោជន៍ទី2ដើម្បីថែរក្សាទំនៀមទម្លាប់ប្រវេណីពីបុរាណមកការប្រារព្ធពិធីបុណ្យចូលឆ្នាំនេះយើងដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីពីបុរាណមកផងប៉ុន្តែមុនចូលកម្មវិធីនេះសូមបញ្ជាក់រឿងប្រយោជន៍តិចដោយសារព្រះអង្គគ្រូឲ្យបញ្ជាក់ពីរឿងប្រយោជន៍ញាតិញោមក៏បីយល់ពាក្យថាប្រយោជន៍ខាងដើមសិនណាប្រយោជន៍នេះជាភាសាអីញាតិញោមផ្សាំងសក្រិតមានអ្នកខ្លះខ្សឹបផ្សាំងសក្រិតដែរញាតិញោមព្រោះថ្ងៃនេះញោមចាច្រើនតាមពិតប្រយោជន៍ជាភាសាសំស្ក្រឹតប៉ុន្តែយើងយកមកប្រើជាខេមរៈភាសាទៅជាភាសាសាមញ្ញភាសាខ្មែររបស់យើងធម្មតាតែធៀបពិតប្រយោជន៍គឺជាភាសាសំស្ក្រឹតដែលយើងសរសេរបជើងរសអេយសអាចូលណតនឃាតផាត់លើងជាភាសាសំស្ក្រឹតបើភាសាបាលីបយោជនៈ
ខ្មែរយើងនៅក្នុងវចនានុក្រមខ្មែររបស់សម្ដេចចូលតយាននៅជួនណាតព្រះអង្គលោកបញ្ជាក់តែផលឬក៏កម្រៃណានៅខ្មែរយើងប្រែមកតែផលឬក៏កម្រៃតែយើងប្រើជាភាសាសាមញ្ញថាប្រយោជន៍អីណាប្រយោជន៍នេះប្រយោជន៍នោះអញ្ចឹងប្រយោជន៍នេះប្រែន័យជាភាសាខ្មែរថាផលឬក៏កម្រៃអញ្ចឹងយើងធ្វើបន់ចូលឆ្នាំដើម្បីផលទី1គឺដើម្បីសាមគ្គីគ្នារួបរวมគ្នាដល់ទី2គឺដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីពីបុរាណមកឲ្យទៅដល់ខែ4ខែមេសាឬក៏ខែចែកខែទី1តាមសូរិយគតិហ្នឹងយើងប្រពៃនៅកម្មវិធីបន់ចូលឆ្នាំប្រពៃណីជាតិនឹងរៀងរាល់ឆ្នាំអត់ខាននេះរយៈកាល3ថ្ងៃថ្ងៃទី1ឲ្យឈ្មោះតមហាសង្ក្រាន្តទី2វរៈវណ្ណបត្តិទី3វរៈឡើងស័កទី1គេធ្វើអីទី2គេធ្វើអីទី3គេធ្វើអីសម្ដេចលោកបានបញ្ជាក់ហើយទី1ហ្នឹងគេឲ្យយើងរៀបចំចាត់ចែងទុកដាក់ផ្ទះសម្បែងនៅបានស្អាតបាតសមរម្យថ្ងៃទី1ហ្នឹងតាមទំនៀមទម្លាប់ពីបុរាណមកហ្នឹងគេឲ្យម្ចាស់អ្នកគ្រប់គ្រងផ្ទះបានដល់លោកឪពុកអ្នកម្ដាយជីដូនជីតាហ្នឹងងូតទឹកស្លៀកពាក់បោសជូតផ្ទះសម្បែងស្អាតបាតហើយងូតទឹកស្លៀកពាក់បានស្អាតបាតរៀបចំចាំអង្គុយជួកូននឹងនៅតាមកូនចឹងទៅម្ដាយពុកនៅតាមម្ដាយពុកចឹងទៅចាំទទួលទេវតានៅផ្ទះថ្ងៃទី1មហាសង្ក្រាន្តនេះគេឲ្យចាំទទួលទេវតាចាំស្ដាប់មើលស្នូស្គរប្រសងលោកទូងពីវត្តមកពេលណាទេវតាចុះមកពេលហ្នឹងហើយយើងគោរពបាត់មាសកាយចឹងទៅហើយមហាសង្ក្រាន្តហ្នឹងថ្ងៃទទួលទេវតាហ្នឹងដឹងថាទេវតាឆ្នាំនេះគេសោយអីយេតអត់ទុំពស្គាល់ផ្លែទុំពផ្លែល្វាហ្នឹងណាញាតិញោមចឹងអត់ពិបាកទៀតទេចេកឆ្នាំនេះចិនសល់ហើយចេកព្រោះឆ្នាំណានោះញាតិញោមទិញចេកដល់មួយស្និត 40000ដោយសារមហាសង្ក្រាន្តចេញមកត្រូវសោយចេកណាំវ៉ាសោយអីនោះហ្នឹងហើយចឹងលោកចេកដាច់តែឆ្នាំនេះអស់ផ្លែល្វាភ្នំមកទៅដាក់ផ្លែល្វាប៉ុន្តែរឿងសែនទេវតានេះញាតិញោមមកឃើញញាតិញោមប្រុសស្រីទាំងអស់ច្រើនសែនខុសតាមទឹករបៀបសែនទេវតាយើងគ្រាន់តែដាក់ទឹកស2កែវមិនមែនសាសណាទឹកស2កែវទៅទៀន5ធូប5ផ្កាភ្ញីហើយផ្លែឈើស្វែងស្ដាំទៅបានណាទឹកផ្លែឈើអីតាមដែលយើងមានធនធានដែលយើងមានហើយមិនបាច់បាយសែងមិនបាច់អីទេញាតិញោមគ្រាន់តែទឹកសស្វែងស្ដាំ2កែវមកទឹកផ្លែឈើបន្តិចមកផ្លែនំនែកអីស្វែងស្ដាំបន្តិចមកទឹកអប់2ដបទៅក៏ទៅបានដែរហើយទៀន5ធូប5ហ្នឹងកុំចោលដល់ថ្ងៃទី2គេទៅវត្តចែកផ្លូវជា2ទៅមកផ្ទះម្ដាយនេះមកមានកូនមកផ្ទះម្ដាយនេះទៅហើយទៅវត្តនោះខ្លះទៅចែកគ្នាថ្ងៃទី3ហ្នឹងឡើងវរៈឡើងស័កហ្នឹងគេស្រង់ព្រះស្រង់អីពូនព្រំសាច់ដូចសម្ដេចលោកមានប្រអងការខាងដើមអញ្ចឹងដល់យើងទៅនេះយើងទៅយកបន់ពេលចូលឆ្នាំហ្នឹងអញ្ចឹងយើងស្រង់ព្រះក្តីឲ្យត្រូវតាមទំនៀមទម្លាប់ប្រវេណីពីបុរាណមកឲ្យប្រយោជន៍ហ្នឹងដើម្បីសាមគ្គីគ្នាផងដើម្បីថែរក្សាទំនៀមទម្លាប់ប្រវេណីពីបុរាណមកផងថែរក្សាយ៉ាងម៉េចទៅវត្តនឹងថ្វាយអង្គមព្រះស្ដាប់ព្រះសង្ឃចម្រើនព្រះបរិត្តសន្តោសប្រោះប្រណីដល់គ្នានឹងគ្នាគេឲ្យយើងគិតត្រេះរេះពិចារណាសង្វេគតក់ស្លុតបន្ទប់ក្នុងសង្ខារតអណថ្ងៃនេះខ្ញុំ79ឆ្លងតែ3ថ្ងៃទៀតខ្ញុំ80អ្នក81ឆ្លងតែ3ថ្ងៃនឹងទៀតផុតខ្ញុំ82ចឹងគេឲ្យយើងទៅវត្តចូលឆ្នាំហ្នឹងបីរលឹកនឹកឃើញដល់សង្ខាររបស់យើងផងទៅស្ដាប់លោកចម្រើនព្រះបរិត្តសម្ដែងធម៌ទេសនាមិនមានចឹងឯណាញាតិញោមម៉ែច្រើនតែផ្ដាំកូនចេះអូនកូនឯងមកពីធ្វើការហត់ហើយនៅផ្ទះងូតទឹកហើយនាំគ្នានៅផ្ទះសិនទៅណាម៉ែឲ្យទៅស្ដាប់លោកទេសក្នុងវត្តសិនចាំម៉ែឲ្យស្ដាប់លោកទេសចប់ចាំកូនឯងនាំគ្នាស្លៀកពាក់រៀបចំខ្លួនទ្រាំបាសមែនយេចាំកូនឯងនាំគ្នាម៉ែឲ្យឪមកស្ដាប់ធម៌លោកទេសចប់ចាំម៉ែមកដល់ផ្ទះឪមកដល់ផ្ទះចាំកូនឯងនាំគ្នាទៅរំបាសនឹងវត្តចុះយូរក្មេងវាបដោះកំណត់ដឹងតែកន្លែងវត្តដូចកន្លែងអកកដងណាមិនមែនកន្លែងគោរពបូជាទៅជាកន្លែងសប្បាយហើយមែនញាតិញោមចាំចំណាំមើលញាតិញោមមើលវត្តឥឡូវឲ្យតែមានបន់ចូលឆ្នាំជុំបិណ្ឌខែមន់សន្តរដូវចូលឆ្នាំជុំបិណ្ឌម្ដងពេលបន់ហើយសម្រាមឲ្យពេញវត្តមែនយេមែនអត់ហើយសួរថាសម្រាមពេញវត្តនឹងប្រសង់អ្នកបោឬក៏ប្រសក់មកបោប្រសង់ហើយទៅអញ្ចឹងបានបន់ហើយបានបាបដោយសារអីដោយសារតែយើងបដោះគំនិតកូននឹងឲ្យវាខូចកុំថាកូនណាកូនឯងចាំតរំបាសពេលម៉ែមកពីវត្តវិញមិនមែនទេកូនណាកូនឯងទៅស្ដាប់ធម៌ជាមួយម៉ែឯកូនទៅថ្វាយអង្គមលោកជាមួយម៉ែឯកូនទៅស្ដាប់ប្រសងប្រសំសិលអីជំរះកាយវិចារចូលឆ្នាំនេះចូលឆ្នាំថ្មីហ្នឹងដឹងទេផ្ដាគេផ្ដាំមកថាម៉េចញាតិញោមសម្ដេចព្រះឧត្តមចក្រយាលោកទេទៅបណ្ឌអាត្មាឡើងទៅប្រជុំផ្ទាល់មើលញាតិញោមណាដែលអត់បានឡើងទៅប្រជុំមកប្រាប់ពី
ពាក្យទេវតាគេនាំមកផ្ដាំបរិស័ទទាំងអស់ឆ្នាំហ្នឹងតើឲ្យការពារយ៉ាងម៉េចគេហាមអីខ្លះឆ្នាំហ្នឹងទេវតាហាមតែបើចង់បានសេរីសួស្តីសុខសុភមង្គលគប្បីកំខឹងក្រោតកំជេរបចោយាយណាប្រកែកជេរហ្នឹងដឹងខ្លួនណាចង់បានសេរីមង្គលកំជេរជប់ជេរនៅយាយជប់ហ៎លែងខឹងហ៎លែងឧទាហរណ៍ទៅចេញទៅវិញបាត់ស្បែកជើងពីម្រាប់ខឹងគេទេអត់ទេហ៎ចុះបើសិនជាគេលួចលុយដកពីកប៉ាល់ 5000 ទៅខឹងគេតាអត់ទេហ៎ហីល្អតាញោមចាស់ក្បែរហ្នឹងចាំជួយខ្លំមើលអាត្មាផងយើងអត់ខឹងអត់ជេរបានសេរីសួស្តីទេវតាគេផ្ដាំមកតែអញ្ចឹងណាហើយឲ្យរក្សាសិលមើលពាក្យទេវតាគេប្រជុំគ្នាមកឡើងទៅដាក់ដឹងចឹងទេវតាគេទេវតាឆ្នាំចាស់គេផ្ដាំទេវតាឆ្នាំថ្មីចាស់កេមិរាទេវីជារាជបុត្រីកបិលមហាព្រំក្រងចម្ពោះទ្រឹកកើតក្តីសុខាចាប់ឆ្នាំហើយណាប្រែផ្ដាំបន្តព្រះរាមបុត្រីតុងសទេវីទទួលសារតឆ្នាំនេះតុងសាតុងស័កតុងសទេវីទទួលសារតបដញ្ញាក្នុងចិត្តនៃក្រីត្រេកអរថានឹងបន្តទៅតាមបណ្ដាំសត្វទាំង12ជួបជុំមូលមីដើម្បីរងចាំស្ដាប់ប្របាយការថ្លៃថ្លាក្នុងឆ្នាំជប់ជាប្រចាំសកម្មទាំងឡាយកណ្ដោគោខ្លាទន្សាយនាគាពោះផងនៅអាយសេះនិងប្រពើស្វាមន់រីករាយឆ្កែជ្រូកសបាយទទួលប្រជ័យនាគរាជប្រធានលើកឡើងនិទានថ្លាថ្លៃសេចក្តីនាឆ្នាំកន្លងដែលជាស្នាដៃប្រជាប្រុសស្រីរួមសាងភូមិឋានខ្ញុំសូមប្រគល់ការងារសេះសល់មានទាំងប្រមាណជូនប្អូនបន្តដោយក្តីក្លាហានសម្រាប់ឲ្យបានជោគជ័យធំធេងពុះឡើងស្វាគមន៍ភ្នែកបើកធំធំបញ្ចេញសម្លេងទទួលសារតអបអរក្រៃលែងវិចារថ្លាថ្លែងតាមទួលនីតិយើងសូមបដិញ្ញាបូជាកាយាពង្រឹងសាមគ្គីរួមសុខរួមទុក្ខបរោះនេះជាយាមសម្ភារគ្រប់ពេលវេលាញាប់ចឹងស្ដាប់បានទេញាតិញោមបានណាញាប់ជាងនឹងតិចទៀតណាសិល5ឆ្នាំថ្មីប្រជាប្រុសស្រីនៅស្រុករៀងអាយនឹងនាំឲ្យខ្លួនបានក្រីសបាយផុតគ្រប់រូបគ្រប់កាយផុតទុកផុតភ័យតែនិយាយគេផ្ដាំមកអញ្ចឹងថាឲ្យសុំសិល5រក្សាសិល5មានសិលឯនោះញាតិញោមប៉ិនកុំសុំសិល3សុំសិល5បើដាច់2ក៏ដាច់ចុះឲ្យតែយើងសុំឲ្យដាច់ក៏ដាច់ទៅកុំឲ្យដាច់ទាំងអស់សុំសិលរក្សាសិលខំប្រឹងអត់សង្កត់កុំអាសាខឹងក្រោតកុំអាសាជេរបចោឲ្យបានសេរីសួស្តីឲ្យធៀបពិតមែនញោមបើចាំដល់ចូលឆ្នាំនេះរាល់ថ្ងៃនឹងក៏ដោយថ្ងៃធម្មតាក៏ដោយបើសិនតែយើងអត់ខឹងសុកទេញាតិញោមសុកទេសុកអត់ចាំបាច់ទៅរកសេចក្តីសុកនៅណាទេអត់ចាំបាច់ទៅរកសេចក្តីសុកទៅសុំសេចក្តីសុកពីរកអរិយអ្នកតាពីបាយសីពីអីណាទេអត់ទេសេចក្តីសុកនឹងកើតឡើងអំពីខ្លួនយើងដោយខ្លួនយើងរឿងសុកនឹងតុបតោមម្នោះនឹងសោមម្នោះបុណ្យនឹងបាបកើតឡើងអំពីខ្លួនយើងទាំងអស់អត់មានអ្នកណាជាអ្នកឲ្យសុកអត់មានអ្នកណាជាអ្នកឲ្យទុកអត់មានអ្នកណាជាអ្នកឲ្យបុណ្យអត់មានអ្នកណាជាអ្នកឲ្យបាបប្រដាប់តនេះអត់ញោមហ្នឹងហើយតើណានឹងដើម្បីថែរក្សាប្រពៃណីវប្បធម៌គ្នាអញ្ចឹងទៅវត្តថែរក្សាប្រពៃណីមួយទៀតអត្តសញ្ញាណជាតិរបស់យើងបរទេសវាចូលមកវាគ្រាន់តែឃើញថាអូខែនេះចូលខែចែកហើយខែនេះខែ4ហើយចូលឆ្នាំចក្រខ្មែរហើយយើងបើចូលឆ្នាំខ្មែរឬក៏ចូលឆ្នាំចិនចូលឆ្នាំនានាប្រទេសនានាគេមានចូលឆ្នាំរបស់គេទេគ្រាន់តែខុសពីយើងហើយការអនុវត្តគោលការណ៍របស់គេវាខុសពីយើងដូចចូលឆ្នាំចិនពុទ្ធសាសនាដូចគ្នាគ្រាន់បែងនិកាយអញ្ចឹងចូលឆ្នាំមានដូចគ្នាអញ្ចឹងនៅរឿងអនុគ្រោះចូលដល់ទី3អនុគ្រោះដល់ព្រះវិក្ខុសង្ឃដែលលោកចូលសាងភ្នោះបួសជាបព្វជិតក្នុងសាសនានឹងអត់អាស្រ័យអីញោមលោកផ្ទះក៏អត់មានស្រែក៏អត់មានគោក៏បីដំរីសេះក៏អត់មានប្រពន្ធក៏អត់មានកូនក៏អត់មានម្ដាយអត់មានទេមានតែពុកហ្នឹងគឺព្រះសង្ឃហ្នឹងហ្មងដោយព្រះអង្គគ្រូអីព្រះអង្គលើមើលថែរក្សាកូនចៅរបស់ព្រះអង្គច្រើនរាប់ម៉ឺនរាប់ពាន់អង្គគឺព្រះសង្ឃហ្នឹងអត់ប្រផ្ទៃអត់មានប្រពន្ធទេតែមានកូនច្រើនសំណុកដើរចឹងទេព្រះសង្ឃលោកអត់មានផ្ទះគោក៏អត់មានប្រពន្ធក៏អត់មានកូនក៏អត់មានស្រែក៏អត់មានផ្ទះព្រះសង្ឃមានផ្ទះមានទេតែលោកថាញាតិញោមធ្វើកប់ប្រគេនលោកឲ្យវេសង្ឃាសៈប្រគេនដល់សង្ឃប៉ុន្តែចុចឈ្មោះតែព្រះអង្គកនេះខ្ញុំកណាធ្វើដើម្បីកូនខ្ញុំកណាឈ្មោះកពនាមកស្រាប់តែលោកសឹកទៅវិញដឹងតែម៉ែខ្ញុំធ្វើឲ្យដោះទ្វាដោះដបូលកប់យកទៅបានទេសឹកទៅវិញអត់បានទេអញ្ចឹងលោកអត់មានផ្ទះអត់មានអីទេញាតិញោមឲ្យកំសត់ណាបើញាតិញោមអត់បានគ្រប់គង់អត់បានអនុគ្រោះអត់បានថែរក្សាលោកទេហើយចិត្តតែសំណុំប្រគុណចាស់អើយគុណចាស់បួសរហូតទៅកំសឹកណាគុណចាស់ណាថ្មីសួស្តីដល់ស្រីប្រុសគិតឲ្យសែសោះល្អមុខមុត
ប្រែការយល់ខុសអើយបរិសុទ្ធគុណលោកព្រះពុទ្ធណាយរិទ្ធមានសុខកំចាត់ក្តីទុកបាបចង្រៃពឹសពីលប្រឡ័យខ្សែស្រណុកនាំជីវិតងងឹតអត់សុខដេកត្រាំណាយក្នុងទុកសុខព្រាត់ឆ្ងាយឆ្នាំចាស់ប្រែផ្លាំងចូលឆ្នាំថ្មីសាងបុណ្យបារមីប្រចាំកាយធ្វើទានមានសិលបឹងភពនេះពេលខណ្ឌណាយបែកធ្លីស្ពាយទៅមុខឆ្នាំថ្មីស្រីប្រុសចូលសាមគ្គីមូលមីជួបជុំធ្វើបន្ទុកត្រជាក់ប្រជុំភីរំសុខសន្សានណាយបន្ទុកជាតិមុខទៀតសូមអនុមោទនាសាធុសាធុសាធុ